lên thành cô cùng buồn rồi vì nghĩ ôi chát mình tên lái bỏng đi chỉ mới sang ban đó tới mà buôn rồi đập ram cái lái bị xe mình tên ấp đó mới điệp xua băng buôn nào thế sao cùng một căn video thay một tiết chỉ mới rồi dấn pron nut SUV của mỗi cái ấy lên thành cô cùng buồn rồi ok cho băng buôn man đăng tại tông lên thành cô chờ này cho man phơ video bị rồi dấn to tăng pì lên thành cô sơn một muôi lên thành cô sơn một bầy chắc anh ấy cứ chia rồi dấn tại tơ tại miền ở Nam Phi pon là pay pram dương cái băng buôn bà liền cô bùm buồn nói để chỉ rồi dồn muối pronat khăngเหมือนกันmiền cái ấy bay chúa cái ấy bùm muối cái ấy massage tăng bùm muối giờ đó option này cứ lùm đập cọpเหมือนกันให้đầm lái bị xeเหมือนกัน up ដល់ 10,000 ដុល្លារ horsepower វាដល់ទៅ800 horsepower ជាងម៉ាស៊ីនគេមាន2 spec បងប្អូនម៉ាស៊ីន 1.5 turbo គាត់គឺកម្លាំង530 kW ស្មើនឹង711 horsepower ហើយតើតើនឹងម៉ាស៊ីន 2.0 គាត់គឺឡើងដល់ទៅ882 horsepower បងប្អូនគឺជន់បានមកជន់ហើបមកបងប្អូនហើយបើយើងនិយាយពី motor គឺ motor 3ទាំង2តែម្ដងបងប្អូនទំហំថ្មគាត់ណា 52.38 kW រយៈចម្ងាយអគ្គិសនី CLTC ជិះអគ្គិសនីសុទ្ធបាន280 គីឡូបងប្អូនលាយជាមួយសាំងបានដល់ទៅ 1415 គីឡូកម្រិតស៊ីសាំងត្រឹមតែ 7 លីត្រក្នុង 100 គីឡូហើយធុងសាំងគាត់គឺ 60 លីត្របងប្អូន Top speed គាត់បានដល់ទៅ240 គីឡូម៉ែត្រ/ម៉ោងចុចពី0ទៅ100ត្រឹមតែ 4.6 វិនាទីបងប្អូនសម្រាប់ការរចនាការ design ខ្ញុំគិតថាដូចជាអត់មានអីត្រូវទោសទេបាទចង្គៀង LED ស្អាតមែនតើបាទអូយហើយសំខាន់ខ្ញុំស្រឡាញ់ជាងគេនៅខាងមុខនេះហ្មងយើងអាចផ្លាស់ប្ដូរអក្សរក៏ដូចជាមុខងារច្រើនដាក់រូបកូនឆ្មារត់ក៏បានអក្សរ hello យើងទៅដាក់អីក៏បានចំបង្ហាញបងប្អូនយើងទៅមុខងារគឺមានច្រើនហ្មងតាក់ទងនឹងអក្សរឡើយនេះខ្ជូតមែនតើបងប្អូនបាទមានបូមឡើងចុះមានអីទៀតហើយជាពិសេសគឺរថយន្តនេះគឺយើងអាចបត់មុំចិត្តមែនតើហ្មងដោយសារតែហេតុអីពេលយើងបត់ស្ដាំបាទថងខាងក្រោយយើងបត់ប្រជ្រះពីយើងអញ្ចឹងធ្វើឲ្យមុំនៃការបត់គឺទូចខ្លាំងមែនតើពិតជាងាយស្រួលក្នុងការបើកបត់នៅក្នុងក្រុងខ្លាំងមែនតើហ្មងហើយដល់ពេលបូមឡើងចុះទៀតជីអត់ដឹងថាលាក់ទេបងប្អូនចូលកលុកអត់ដឹងថាលាក់ទេអូយយំតែខ្ញុំបានជិះមុនហ្នឹងជន់ស្ទុះផាសុខភាពហើយសំខាន់ជិះស្ងាត់មែនតើទំហំរថយន្តណាបងប្អូន 5240 មីលីម៉ែត្របដ ாய் គេណាតតឹងគេខ្វះបន្តិចទៀតទេបាទ2ម៉ែត្រហើយ 1999 កម្ពស់គេ 1810 មីលីម៉ែត្រគម្លាតកង់មកក្រោយ 3160 មីលីម៉ែត្រកម្ពស់ពីបាតដីមក194 មីលីម៉ែត្រទម្ងន់រថយន្ត73តោន 2820 គីឡូក្រាមបងប្អូនមានប្រព័ន្ធសុវត្ថិភាព radar sensor គេ 12 គ្រាប់កាមេរ៉ា 11 គ្រាប់ radar 1គ្រាប់ជំនួយការបើកបរឆ្លាតវៃដោយប្រព័ន្ធ NOA បងប្អូនខ្ញុំឆ្លាញ់ជាងគេ logo នៅក្នុងនេះបកប់នៅក្នុងឡានហ្មងណាបាទហើយបងប្អូនដឹងហើយនេះគឺជារថយន្តដែលនាំចូលផ្លូវការដោយ SDB Cambodia គឺមានទំនុកចិត្តហ្មងប្រើដោយទំនុកចិត្តមានការធានាផ្លូវការ 8 ឆ្នាំឬ 20,000 គីឡូទៅលើម៉ូទ័រអគុយ 5 ឆ្នាំទៅលើគុណភាពរថយន្តឬ 15,000 គីឡូនេះបាទហើយបងប្អូនចំណាំណា EMP ហ្នឹងគឺចង់បញ្ជាក់ថាជារថយន្តប្រភេទអគ្គិសនីលេសាំងប្រភេទ plug-in hybrid បាទ 900 ឥឡូវផ្នែកខាងក្រៅខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកចូលមកទស្សនាផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាឥឡូវយើងមកតេស្តមុខងារបើកបរសាក់លបងដោយខ្លួនឯងលើរថយន្តលេងកូ900អញ្ចឹងអត់មានកណ្ដូលទេខាងមុខបាទក៏វាដើរដែរនេះអូខេ LCC បាទវាដាក់អក្សរ LC running នេះអានេះរថយន្តតេស្តត្រៃវាលើអក្សរចិនហើយតែស្អាតពេលបងប្អូនជាវប្រភេទ global spec អញ្ចឹងណាអញ្ចឹងកណ្ដូលខ្ញុំគេថាវាកណនាវាឆ្លាតតែដូចថាវាស្មានដឹងពីគម្លាតផ្លូវឥឡូវវានៅកណ្ដាលហ្មងនេះបាទវាចាប់បានទាំងអស់ហ្មងបាទអាចបើកបរដោយខ្លួនឯងបានជន់ប្រាំងដោយខ្លួនឯងហើយនៅពេលដែលយើងឈប់ stop ក៏វាជន់ប្រាំងហើយដល់ពេលវាទៅមុខវាទៅខ្លួនឯងហ្មងហើយដល់ពេលដែលមានគេទៅនៅខាងឆ្វេងខាងស្ដាំគឺវាចេះងាកខ្លួនឯងទៀតបាទដល់ឥឡូវឡានគេឡានមួយពីមុខវាងាកស្ដាំបន្តិចដើម្បីកុំឲ្យទៅឲ្យអញ្ចឹងណាឥឡូវឲ្យយើងកាន់តែកូនវិញហើយព្រោះជាទូទៅវាអត់ឲ្យយើងបានយូរទេដោយសារដើម្បីរក្សាសុវត្ថិភាពយើងដែរអញ្ចឹងណាហើយបងប្អូនត្រូវចាំថាមុខងារសុវត្ថិភាពគឺយើងអាចប្រើវាទាំងអស់ទេហើយមុនហ្នឹងពេលខ្ញុំតេស្តមកមិញណានៅក្នុងក្រុងហ្នឹងបងប្អូនអានធំក៏ដូចជាម៉ូតូមួយមុខវាជន់ប្រាំងខ្លួនឯងហ្មងវាទៅវាចាប់វា detect បានច្បាស់មែនតើហើយបងប្អូនមើលឥឡូវខាងមុខបានចរាចរណ៍ហ៊ានមានញឹកដើម្បីតេស្តឲ្យបងប្អូនមើលស្ដែងណាតែខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំអាចតេស្តឲ្យបងប្អូនមើលក៏តែបងប្អូនពេលបើកសុំកុំតេស្តខ្លួនឯងឥឡូវអូខេឡានមកអូខេវាងាយអត់អូយឆ្លាតមែនតើតេស្តស្ដែងហ្មងបាទឃើញមានឡានមកហ៎អូយលយមែនតើហ្មងប៉ុន្តែដូចខ្ញុំនិយាយដែរអញ្ចឹងមុខងារនេះសូមបងប្អូនតេស្តដោយការប្រុងប្រយ័ត្នបាទព្រោះដោយសារតែនៅក្នុងក្រុងអត់ recommend ទេនិយាយត្រង់បើសិនជាបងប្អូនអត់មានជំនាញឬក៏អត់មានបទពិសោធន៍អញ្ចឹងណាសម្រាប់ខ្ញុំបទពិសោធន៍ច្រើនអត់ជាបញ្ហាទេចូលមកដល់ផ្នែកខាងក្នុងបងប្អូនអញ្ចឹងបងប្អូនអាចរើសជំរើសពណ៌បានចង់បានប្រភេទពណ៌ក្រត់ក៏បានពណ៌រៀងទឹកប៊ិចកម្ៅក៏បានឬក៏ពណ៌សក៏បានតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាបាទយកទៅគ្រប់ពណ៌គ្រប់ជំរើសហ្មងសម្រាប់ផ្នែកខាងក្នុងយើងមានតាក់ទង slide counter 95 inch AR ប្រភេទ AR នៅពេលបងប្អូនសញ្ញោឆ្វេងគឺឃើញកាមេរ៉ានៅពីលើកញ្ចក់យើងហ្មងលយខ្លាំងមែនតើបងប្អូនងាយស្រួលក្នុងការបើកបរមុខនិយាយទៅមុខងារសុវត្ថិភាពគឺមានទាំងអស់
នៅលើ slide counter ប្រភេទ AR នឹងជូនបងប្អូនតែម្ដងបងប្អូនបាទហើយការរចនាចេញមកស្អាតមែនតើ speaker 31 គ្រាប់បងប្អូនបងប្អូនតាក់ទងអេក្រង់នេះណា30 inch 6K resolution សាហាវមែនតើមិនមែន 4K ណា 6K អញ្ចឹងបង្ហាញព័ត៌មានមកគឺច្បាស់មែនតើតែម្ដងបងប្អូនបាទនេះហើយមុខងារគេគឺមានច្រើនមែនតើយើងអាចជ្រើមុខងារជាច្រើននៅក្នុងរថយន្តនេះផ្ទាល់បងប្អូនចឹងប្រព័ន្ធសម្លេងអីបាច់ភ័យទេគឺដឹងតប្រួលខ្លាំងមែនតើហើយខាងក្រោយមានតាំងពីទូទឹកកបាទមានមុខងារច្រើនចាំមើលខ្ញុំបង្ហាញកៅអីជួយទី2ជូនបងប្អូនបន្ថែមទៅចឹងណាតែថារថយន្តនេះក៏គេដូចថាលក្ខណៈថាគេចង់បដោតលើអ្នកអង្គុយកៅអីជួយទី2ទី3ដែរជាពិសេសទី2ហ្នឹងហ្មងគឺកៅអី Boss ហ្នឹងបងប្អូនដែលជារថយន្តតែយើងអាចបើកធម្មតាវាក៏ជាការកំសាន្តរបស់យើងដែរយើងអាចសេរីបូមឡើងចុះបានទេបងប្អូននេះមុខងារគេ Magic Carpet Suspension បាទដាក់ហាយើងទៅបូមវាឡើងអីចឹងណាបាទហើយសេរីប្រភេទបូមទុនត្រឹងអីបានហើយបងប្អូនអាចទស្សនាពេលយើងបើកសានៅពេលដែលយើងចូលកលុកអីគឺបូមមានដំណើរការល្អមែនតើអូខេចឹងតែដល់ផ្នែកខាងមុខមានប៉ុណ្ណឹងឥឡូវមកមើលផ្នែកកៅអីជួយទី2តិចដោយសារជួយកៅអី VIP មកចូលមកដល់ផ្នែកកៅអីជួយទី2គឺដូចខ្ញុំនិយាយចឹងគឺ Boss តែម្ដងបងប្អូននេះមេហ្មងណាកៅអី massage ទាំងពីរមានរុនសាសម័យមើលបើយើងជិះរថយន្តនេះទៅខែទៅអត់ថតទេបងប្អូនមើលទូបាទអូយវាអស្ចារ្យពេកហ្មងបងប្អូនអូអាចមើលមុខងារបានច្រើនមែនតើបាទទស្សនាកំសាន្តវីដេអូអីនានាអញ្ចឹងណាមានឡៃកលជើងមានអីយើងអាចសេរីទៅមុខទៅក្រោយអីបានមួយសេតហ្មងបងប្អូនមានតុបាទយើងអាចអង្គុយញ៉ាំបាយញ៉ាំទឹកអីក្នុងឡានក៏បានដែរអីខាងក្រោយបាទក៏អត់តូចហ្មងដែរយើងអាចសេរីកៅអីនេះខិតមកមុខតិចទៅដើម្បីឲ្យអ្នកកៅអីជួយទី3គាត់អង្គុយផាសុខភាពសំខាន់ខ្ញុំក៏ដែរឃើញកៅអីជួយទី3មានកៅអីមហាសាទៀតវាអស្ចារ្យពេកចឹងបងប្អូនអូខេអញ្ចឹងចង់បញ្ចប់វីដេអូខ្ញុំចង់បង្ហាញពីចំណារអារម្មណ៍សម្រាប់រថយន្ត Lionco 900នេះបើបទពិសោធន៍ដែលខ្ញុំបានបើកសារនៅក្នុងពេញហើយបើបទបង្ហាញពីរថយន្តហ្នឹងអញ្ចឹងណារថយន្តនេះពិតជាស័ក្តិសមសម្រាប់បងប្អូនដែលគាត់ត្រូវការរថយន្តមួយដែលជិះបាន6នាក់ចង់ឲ្យផាសុខភាពទាំង6ទាំងយើងទាំងកៅអីទី1ទី2ទី3បាទជិះទៅទំនើបហើយមើលទៅលំដាប់អភិជន Mac Lionco មិនធម្មតាទេបងប្អូនបាទស្អាតមែនតើរថយន្តនេះចេញមកគឺពិនិត្យឲ្យយើងចូលចំណោមគេនៅពេលដែលយើងទៅកម្មវិធីអីគឺថ្លៃថ្នូរខ្លាំងមែនតើបាទមើលតួខ្លួនរថយន្តដែរបាទគឺពិនិត្យមែនតើបូមឡើងចុះក៏មានបាទ Air Suspension យល់ទៅមានមួយ set ហ្មងខ្ញុំ review មើលទៅដូចជាអត់មានអីត្រូវខ្វះទេបងប្អូនតែខាងគាត់មានពីរកន្លែងទី1នៅខាងទឹកថ្លាទល់មុខសាលាភូមិន្ទ2នៅលើផ្លូវសាពោរស៊ីយើងហ្នឹងបាទនៅក្នុងក្រុមហ៊ុន STB Cambodia បងប្អូនគ្រាន់តែជិះចូលទៅត្រង់តាមផ្លូវសួនហ្នឹងទៅបងប្អូននឹងឃើញ showroom គាត់ហើយ showroom មួយទៀតគឺនៅផ្លូវដែលយើងអាចចូលសារទំនើប Eon Mall សែនសុខបាទនៅខាងស្ដាំដៃពេលយើងបត់ចូលតាម stop បន្តិចទៅបាទយើងទៅនឹងកែង stop ហ្នឹងហ្មងខ្ញុំដាក់វីដេអូបងប្អូនមើលហើយបើសិនបងប្អូនចង់បើកបោសាឡបងអាចតាក់ទងមកក្រុមហ៊ុនផ្លូវការគាត់ដើម្បីបើកបោសាឡបងរថយន្តដើម្បីទទួលបានបទពិសោធន៍ថាតើរថយន្តនេះផាសុខភាពដល់កម្រិតណាបាទព្រោះបើខ្ញុំនិយាយបងប្អូនអាចអត់ដឹងទេហើយទំនើបទេគេបើតែយើងដាក់ដៃអត់តន់ទាញទេណានេះអូយខ្ញុំទៅអែមខ្លាំងមែនតើហ្មងគ្មានអីត្រូវបរិយាយថែមទៀតទេតើបងប្អូនមើលផ្ទាល់ចឹងសម្រាប់វីដេអូខ្លីៗអំពីរថយន្ត Lionco 900មានប៉ុណ្ណឹងសង្ឃឹមជួបបងប្អូននៅវីដេអូក្រោយ